Hello ស្វាគមន៍ពុកម៉ែបងប្អូនដែលបានវិលត្រឡប់មកទស្សនា Channel របស់យើងខ្ញុំតើបងប្អូនដឹងទេទឹកឃ្មុំពីដើមមកបានគេលំពឹងថានេះគឺជាឱសថធម្មជាតិដែលព្យាបាលជំងឺគ្រប់ប្រភេទបានយ៉ាងមានសុវត្ថិភាពក៏ប៉ុន្តែក្នុងវីដេអូមួយនេះយើងនឹងទៅស្វែងយល់ពីអត្ថប្រយោជន៍របស់វាតាមការមើលឃើញរបស់អ្នកវិទ្យាសាស្ត្រតើចាប់ដើមស្វែងយល់ទាំងអស់គ្នាបងប្អូនណាតើទឹកឃ្មុំមានស្តុបសារធាតុសំខាន់អ្វីខ្លះទឹកឃ្មុំគឺជាសមាសធាតុដ៏អស្ចារ្យរបស់ធម្មជាតិដែលកើតឡើងដោយឃ្មុំផ្សំឡើងពីទឹកផ្ដំផ្កាក្នុងទឹកឃ្មុំបានស្តុបនៅសារធាតុសំខាន់ជាច្រើនដូចជាដំបូងគេស្ករធម្មជាតិដែលមានចំនួនច្រើនជាងគេឡើងដល់ 80% នៅក្នុងទឹកឃ្មុំដែលចម្បងជាងគេនោះគឺជាស្ករផាត់ស្តហើយនិងស្ករលូកូដែលគឺជាប្រភេទស្ករធម្មជាតិដែលមានសារៈសំខាន់បំផុតក្នុងរាងកាយរបស់យើងទី2គឺទឹកមានចំនួន17ទៅដល់ 20% នៃទឹកឃ្មុំដែលផលប្រយោជន៍ចម្បងរបស់វាគឺជួយឲ្យទឹកឃ្មុំមានសំណើមក៏ប៉ុន្តែកម្រិតទាបដែលមិនអាចឲ្យបាក់តេរីឬក៏មេរោគរស់នៅបានទី3គឺជាអេនហ្ស៊ីមដែលមានសារៈសំខាន់ដូចជា Hydroxyl Peroxide ពួកអេនហ្ស៊ីមទាំងនេះបានបង្កើតឡើងដោយសត្វឃ្មុំក៏ប៉ុន្តែផលប្រយោជន៍របស់វានឹងគឺជួយរំលាយជាតិស្ករហើយនឹងបង្កើតចេញផ្នែកងារប្រឆាំងនឹងបាក់តេរីឬក៏មេរោគក្នុងរាងកាយរបស់យើងទី4គឺជាវីតាមីនហើយនិងសារធាតុរ៉ែសំខាន់មានចំនួន1ទៅដល់ 2% នៃទឹកឃ្មុំសារធាតុសំខាន់នឹងដូចជាកាល់ស្យូមជាតិដែកហើយនិងវីតាមីន B និង C នឹងជួយបង្កើនភាពធន់និងចិញ្ចឹមរាងកាយតើទឹកឃ្មុំមានផលប្រយោជន៍អ្វីខ្លះសម្រាប់សុខភាពរាងកាយរបស់យើងផលប្រយោជន៍ដំបូងគេរបស់ទឹកឃ្មុំគឺបង្កើនភាពស៊ាំក្នុងរាងកាយរបស់យើងនៅពេលដែលយើងទទួលទានទឹកឃ្មុំពេលនោះប្រៀបដូចជាយើងផ្ដល់ឲ្យរាងកាយរបស់យើងសារធាតុប្រឆាំងបាក់តេរីដូចជា Hydroxyl Peroxide Flavonoid ហើយនិង Acid Phenolic យោងតាមទស្សនបតីដែលមានឈ្មោះថា European Journal of Basic Medical Sciences ឆ្នាំ2014របស់ប្រទេសអឺរ៉ុបបានបង្ហាញថាការទទួលទានទឹកឃ្មុំនឹងធ្វើឲ្យរាងកាយរបស់យើងជំរុញក្នុងការផលិតកោសិកាភាពផ្សំសកម្ម B ហើយនិង T ភ្លាមភូសិកដើម្បីប្រឆាំងបាក់តេរីឬក៏មេរោគវាយលុករាងកាយរបស់យើងផលប្រយោជន៍ទី2របស់ទឹកឃ្មុំគឺកាត់បន្ថយការកកអស់ហើយនិងការរលាកកំពុងកទឹកឃ្មុំជួយសម្រួលការឈឺកំពុងកមិនមែនដោយសារតែវាផ្អែមនោះទេដែលគឺជាទឹកឃ្មុំនឹងបង្កើតចេញទំនាប់មួយយ៉ាងស្ដើងដើម្បីការពារកំពុងករបស់យើងហើយនឹងរារាំងបាក់តេរីដែលមានឈ្មោះថា Streptococcus ដែលគឺជាវីរុសបង្កការរលាកកំពុងករបស់យើងយោងតាមអង្គការសុខភាពពិភពលោក WHO បានបង្ហាញថាទឹកឃ្មុំបានគេណែនាំគឺជាឱសថធម្មជាតិក្នុងការព្យាបាលជំងឺកកអស់របស់កូនក្មេងអាយុចាប់ពី1ឆ្នាំផលប្រយោជន៍ទី3របស់ទឹកឃ្មុំគឺលើកស្ទួយគុណភាពដំណេករបស់យើងតើបងប្អូនយើងដឹងទេត្រឹមតែទឹកឃ្មុំមួយស្លាបព្រាលេងជាមួយទឹកក្តៅមួយពែងមុនពេលចូលគេងនឹងធ្វើឲ្យយើងគេងបានលូស្រួលហើយនឹងដំណេកបានជ្រៅល្អដោយសារតែទឹកឃ្មុំនឹងបំផ្លាញសារធាតុសេតដែលមានឈ្មោះថា Tryptophan ទៅជា Serotonin ហើយនិង Melatonin ដែលគឺជាសារធាតុគ្រប់គ្រងដំណេករបស់យើងហើយនឹងការបន្ធូរអារម្មណ៍យោងតាមទស្សនបតីដែលមានឈ្មោះថា Journal of Medicinal for ឆ្នាំ2004របស់សហរដ្ឋអាមេរិកបានបង្ហាញថាទឹកឃ្មុំនឹងធ្វើឲ្យប្រសើរឡើងនៅគុណភាពដំណេករបស់មនុស្សចាស់តាមរយៈយន្តការជំរុញ Melatonin ធម្មជាតិរបស់វាផលប្រយោជន៍ទី4ទឹកឃ្មុំនឹងកាត់បន្ថយដំបៅឬក៏ការរលាកកាពះបើសិនបងប្អូនយើងជាអ្នកឧស្សាហ៍ឈឺក្រពះហើយនឹងហោមពោះចូលសាកល្បងផឹកទឹកឃ្មុំនៅពេលព្រឹកនៅពេលដែលក្រពះមិនទាន់ញ៉ាំអីគឺជាយន្តការមួយដែលជាបាលជំងឺក្រពះពោះវៀនតាមបែបធម្មជាតិមួយដែលបងប្អូនយើងគួរតែពិចារណាពីព្រោះទឹកឃ្មុំនឹងជួយសម្លាប់បាក់តេរី H. pylori ដែលគឺជាមូលហេតុបង្កឲ្យមានដំបៅឬក៏ការរលាកក្នុងក្រពះរបស់យើងហើយនឹងទន្ទឹមទៅនឹងការស្ដារស្រទាប់ក្រពះឡើងវិញដោយសារតែអេនហ្ស៊ីមហើយនឹងសារធាតុប្រឆាំងអុកស៊ីកម្មរបស់វានឹងធ្វើឲ្យប្រសើរឡើងនៅក្រពះរបស់យើងនៅពេលដែលកំពុងចុះខ្សោយយោងតាមទស្សនបតីដែលមានឈ្មោះថា Complementary Medicine and Therapy ឆ្នាំ2019
ដែលហៅកាត់ថា BMC របស់ចក្រភពអង់គ្លេសបានបង្ហាញថាទឹកឃ្មុំនឹងអាចព្យាបាលការរលាកឬក៏ដំបៅក្រពះដែលបង្កឡើងដោយវីរុស H. pylori ចំពោះអ្នកដែលកើតជំងឺការរលាកក្រពះតាមបែបធម្មជាតិផលប្រយោជន៍ទី5របស់ទឹកឃ្មុំគឺល្អសម្រាប់ប្រព័ន្ធសរសៃឈាមបេះដូងចំពោះមនុស្សដែលទទួលទានទឹកឃ្មុំទៀងទាត់នឹងអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលហើយនឹងជំងឺគ្រុនសរសៃឈាមមូលហេតុដោយសារតែទឹកឃ្មុំនឹងអាចកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ LDL ហើយនឹងបង្កើនកូលេស្តេរ៉ុលល្អ HDL ហើយនឹងការពារសរសៃឈាមរបស់យើងជៀសផុតពីការរលាកយោងតាមទស្សនៈបដីពិភពលោកដែលមានឈ្មោះថា Scientific World Journal ឆ្នាំ2012បានបង្ហាញថាការទទួលទានទឹកឃ្មុំដោយទៀងទាត់នឹងជួយឲ្យរាងកាយរបស់យើងបង្កើនកូលេស្តេរ៉ុលល្អដើម្បីគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាមរបស់យើងបានយ៉ាងមានសុវត្ថិភាពផលប្រយោជន៍ទី6របស់ទឹកឃ្មុំគឺជាប្រឆាំងនឹងភាពចាស់ហើយនឹងថែរក្សាស្បែករបស់យើងស្រស់ស្អាតទឹកឃ្មុំមិនត្រឹមតែល្អសម្រាប់សុខភាពប៉ុណ្ណោះទេថែមទាំងវាគឺជាអាកំបាំងរក្សាសម្រស់ស្រស់ស្អាតរបស់នារីខ្មែរយើងតាំងពីបុរាណមកពីព្រោះក្នុងទឹកឃ្មុំមានស្តុបនៅសារធាតុប្រឆាំងអុកស៊ីកម្មដែលមានអត្ថប្រយោជន៍ដូចជា quercetin ដែលជួយការពារកោសិកាស្បែករបស់យើងជៀសផុតពីភាពចាស់ហើយនឹងផ្ដល់សំណើមដល់ស្បែកតាមបែបធម្មជាតិយោងតាមទស្សនៈបដីវិទ្យាសាស្ត្ររបស់អាមេរិកដែលមានឈ្មោះថា Journal Cosmetic Dermatology ឆ្នាំ2013បានបង្ហាញថាទឹកឃ្មុំនឹងជួយឲ្យស្បែកមានភាពទន់រវើកហើយនឹងផ្ដល់នូវភាពភ្លឺថ្លាដល់ស្បែកតាមបែបធម្មជាតិផលប្រយោជន៍ទី7របស់ទឹកឃ្មុំគឺជំនួយការចងចាំទឹកឃ្មុំនឹងជួយឲ្យយើងបង្កើនការក្តោបអារម្មណ៍បានល្អហើយនឹងជំនួយការចងចាំរបស់យើងចំពោះសិស្សហើយនឹងនិស្សិតកំពុងសិក្សាដោយសារតែទឹកឃ្មុំនឹងផ្ដល់នូវការផ្គត់ផ្គុំនៃជាតិស្ករដែលគឺជាអ៊ីនធឺណិតសម្រាប់ខួរក្បាលរបស់យើងហើយវានឹងជួយឲ្យខួរក្បាលរបស់យើងដំណើរការយ៉ាងមានសុវត្ថិភាពយោងតាមទស្សនៈបដីវិទ្យាសាស្ត្ររបស់អេឡឺម៉ង់ដែលមានឈ្មោះថា Psychopharmacology ឆ្នាំ2004បានបង្ហាញថាទឹកឃ្មុំជួយបង្កើនការចងចាំហើយនិងការយល់ដឹងដោយសារតែការគ្រប់គ្រងថាមពលយ៉ាងសុវត្ថិភាពរបស់វាសម្រាប់ខួរក្បាលឥឡូវនេះយើងមិនដឹងហើយថាហេតុអ្វីចាក់ពីដើមតែងតែរក្សាទឹកឃ្មុំក្នុងផ្ទះហើយឬនៅនិយាយរួមទៅទឹកឃ្មុំមាន7អត្ថប្រយោជន៍ងាយចងចាំដូចជាទី1បង្កើនភាពផ្សំទី2កាត់បន្ថយការក្អកទី3ជួយបង្កើនគុណភាពដំណេកទី4ជំនួយក្រពះទី5ការពារប្រព័ន្ធសរសៃឈាមបេះដូងទី6ការពារសម្រស់ទី7ធ្វើឲ្យប្រសើរឡើងនៃការចងចាំដូច្នេះហើយការប្រើប្រាស់ទឹកឃ្មុំត្រឹមត្រូវនឹងនាំមកអត្ថប្រយោជន៍ដែលបងប្អូនយើងស្មានមិនដល់ថែមបន្តិចទឹកឃ្មុំជារៀងរាល់ថ្ងៃចូលក្នុងបបរម្ហូបឬក៏ចំណីរបស់យើងជារៀងរាល់ថ្ងៃដើម្បីលើកស្ទួយគុណភាពសុខភាពរបស់យើងបងប្អូនណាកុំភ្លេច like share subscribe channel ដើម្បីទទួលបានវីដេអូថ្មីៗទាំងអស់គ្នាសូមអរគុណសម្រាប់ការទស្សនា